សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel TVKA តោះថ្ងៃហ្នឹងយើងមានរឿងអីត្រូវនិយាយគ្នាទៀតហើយសោះសម័យមើលបើសិនជាយើងអាចឈរនៅលើអគារដ៏ខ្ពស់ខ្លាំងហ្មងមានចម្ងាយទៅដល់828ម៉ែត្រខ្វះតែ172ម៉ែត្រទៀតទេ1000ម៉ែត្របាត់ទៅហើយអុយតាមមានអារម្មណ៍មិនទៅណដឹងស្រាវអត់ហ្នឹងហើយអញ្ចឹងកាន់តែចង់ដឹងទៀតថាតើណាគេដែលអាចអនុញ្ញាតឲ្យឈរនៅលើ top របស់អគារនឹងបានហ្មងហើយគាត់ក្លាហានដែលអាចឈរបានព្រោះមើលទៅខ្ពស់ខ្លាំងមែនតើហ្មងតោះឥឡូវយើងមកដឹងពីព័ត៌មានរបស់អគារនឹងខ្លះៗសិនហ្នឹងមុននឹងយើងដឹងថាណាគេដែលអាចឈរនៅលើអគារនឹងបានអគារនេះមានឈ្មោះថា Burj Khalifa ស្ថិតនៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួមដែលអាចបំបែកកំណត់ត្រាជាអគារដែលខ្ពស់ជាងគេបំផុតហ្មងនៅលើពិភពលោកហើយបានសាងសង់រួចរាល់នៅក្នុងឆ្នាំ2010អគារមានកម្ពស់មិនគួរឲ្យជឿដល់ទៅ828ម៉ែត្រហើយមានទៅដល់163ជាន់ដែលនៅក្នុងនោះមានជាស្ថាគារអាផាតមិនភោជនីយដ្ឋានការិយាល័យហើយជាកន្លែងដែលភ្ញៀវទេសចរគាត់អាចដើរទស្សនានៅក្នុងអគារនឹងហ្មងជណ្ដើរយន្តនៅក្នុងអគារនេះជាជណ្ដើរយន្តមួយនៅក្នុងចំណោមជណ្ដើរយន្តដែលលឿនជាងគេនៅក្នុងពិភពលោកអាចដឹកមនុស្សរាប់រយនាក់ទៅខាងលើក្នុងរយៈពេលតិចជាង1នាទីវ៉ាវអគារខ្ពស់ជាងគេហើយជណ្ដើរយន្តលឿនជាងគេទៀតប៉ុន្តែនៅចំណុចកំពូលរបស់អគារហ្មងមិនមែនមានមនុស្សគ្រប់គ្នាសុទ្ធតែអាចឡើងបានទេនៅលើកំពូលអគារអត់មានជាកន្លែងកាហ្វេឬក៏ជញ្ជាំងឬក៏ស្ពេសកន្លែងណាដែលមានសុវត្ថិភាពសម្រាប់ឲ្យមនុស្សទូទៅគាត់អាចឈរទស្សនាបានទេវាមានគ្រាន់តែជាចម្រឹងដែកដែលលាតសន្ធឹងទៅខាងលើមេឃហើយនឹងអាចដាក់មនុស្សបានត្រឹមតែម្នាក់ពីរនាក់អីហើយមនុស្សដែលអាចទៅនៅលើកំពូលនឹងបានត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចដោយសារតែមានកម្ពស់ខ្ពស់ហើយមានខ្យល់បក់ខ្លាំងអញ្ចឹងហើយគេមានច្បាប់តឹងរឹងមែនទែននៅក្នុងការអនុញ្ញាតឲ្យណាគេម្នាក់ដើម្បីឡើងទៅលើ top នឹងបានដូច្នេះថាតើណាគេខ្លះដែលបានឡើងទៅដល់កំពូលអគារដ៏ខ្ពស់ជាងគេនៅលើពិភពលោកនឹងបានមនុស្សដំបូងគេហ្នឹងគឺវិស្វករហើយនិងកម្មករសំណង់នឹងឯងដែលគាត់មានឱកាសឡើងទៅដល់កំពូលនឹងនៅក្នុងចន្លោះឆ្នាំ2004ទៅដល់2010បើអត់មានពួកគាត់ទេធ្វើមិនអគារនឹងឡើងដល់ខ្ពស់បានមែនទេចម្លើយងាយជាប់មួយប៉ុន្តែការងារនឹងគ្រោះថ្នាក់ខ្លាំងណាស់តែប្រកាសថាពួកគាត់មានការប្រុងប្រយ័ត្នជាប់ជានិច្ចហ្មងទីពីរហ្នឹងគឺ Nicole Smith ជាអ្នកបម្រើការលើយន្តហោះជាស្ត្រីម្នាក់ដែលពាក់ឯកសណ្ឋានជាក្រុមនាវិកឈរនៅលើកំពូលអគារ Burj Khalifa ជាមួយនឹងស្នាមញញឹមទឹកមុខដ៏រីករាយដែលធ្វើឲ្យអ្នកទស្សនាយល់ថាគាត់ជាអ្នកបម្រើការលើយន្តហោះតែក៏ពិតមិនមែនទេគាត់ជាអ្នកសម្ដែងអាជីពហើយក៏ជាអ្នកលោតឆាត់យងដែលមានបទពិសោធន៍ដូចគ្នាហើយបន្ទាប់ពីហ្នឹងគឺមានលោក Will Smith ដែលជាកំពូលតារា Hollywood ដ៏ល្បីមួយនៅលើពិភពលោកគាត់បានឡើងទៅដល់កំពូលហ្នឹងដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់គាត់បាននិយាយថាជាបទពិសោធន៍មួយដែលគាត់មិនអាចបំភ្លេចបាននៅក្នុងជីវិតរបស់គាត់ក្រោយមកទៀតមាន Mr. Beast អ្នកទាំងអស់គ្នាប្រហែលជាស្គាល់គាត់ហើយគាត់ជាកំពូល YouTuber ដែលមានអ្នកតាមដានច្រើនខ្លាំងមែនទែនគាត់បានឈរនៅលើចំណុចដ៏ខ្ពស់ហ្នឹងហើយទទួលស្គាល់ថាបទពិសោធន៍ហ្នឹងគួរឲ្យរំភើបប៉ុន្តែក៏វាគួរឲ្យខ្លាចដូចគ្នាក្រៅពីហ្នឹងក៏មានលោក Tom Cruise ដែលគាត់ជ្រើសរើសអគារហ្នឹងដើម្បីថតសាច់រឿងរបស់គាត់ដែរមនុស្សភាគច្រើនយល់ថាគាត់បានឡើងទៅដល់កំពូលអគារប៉ុន្តែខ្ញុំរកអត់ឃើញភស្តុតាងណាដែលបញ្ជាក់ថាគាត់បានឡើងទៅដល់ទេបើសិនជាអ្នកគ្នាមានអាចខមមិនប្រាប់នៅខាងក្រោមណាដែលគាត់មានសម្ដែងឈុតឆាកច្រើនមែនតើនៅខាងក្រៅអគារហ្នឹងតែម្ដងដូច្នេះតើមានមនុស្សចំនួនប្រមាណអ្នកដែលបានឡើងទៅដល់កំពូលនៃអគារដ៏ខ្ពស់ជាងគេនៅលើពិភពលោកហ្នឹងចម្លើយគឺអត់មានអ្នកគេដឹងច្បាស់ទេសូម្បីតែម្ចាស់អគារក៏គាត់អត់បញ្ចេញព័ត៌មានជាផ្លូវការដែរមនុស្សភាគច្រើនយល់ថាមានចំនួនមនុស្សតិចបំផុតដែលបានឡើងទៅកំពូលអគារក្នុងចំណោមមនុស្សរាប់រយនាក់ដែលបានទៅទស្សនានៅអគារនៅលើកំពូលអគារមានតែត្រឹមដែកដែលភ្ជាប់គ្នាហើយអាចផ្ទុកមនុស្សបានត្រឹមតែម្នាក់ពីរនាក់ហើយពេលដែលឡើងទៅត្រូវតែពាក់ខ្សែក្រវ៉ាត់ការពារសុវត្ថិភាពជាប់ជានិច្ចហ្មងហើយអត់មានស្ពេសសម្រាប់ឲ្យមនុស្សដើរកម្សាន្តអីទេអត់មានជញ្ជាំងប៉ះត្រឹមតែខ្យល់បក់ខ្លាំងៗហើយនឹងពពកឧទាហរណ៍ថាបើសិនអ្នកគ្នាមានឱកាសឈរនៅលើកំពូលនឹងដូចគ្នាថាតើអ្នកគ្នាហ៊ានអត់ខមមិនប្រាប់ឲ្យខ្ញុំដឹងផងបាយ